គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូមួយទាក់ទងនឹងការជាប់ Zoom បាទទូរស័ព្ទ iOS ពួក iPhone ណាបាទទៅពេលដែលជាប់ Zoom ធំចេះយើងធ្វើការដោះវារបៀបម៉េចបងប្អូនទាំងអស់គ្នាអាចមើលវីដេអូនេះបានបាទយើងត្រូវប្រើម្រាមដៃ3បាទក្នុងការអូសមកអូសហើយយើងរកប្រឡោះណាដែលគេដាក់ថា search បាទយើងចុចលើ search ហ្នឹងមកហើយបន្ទាប់មកយើងវាយពាក្យថា setting បាទវារៀងពិបាកចុចតិចដោយសារវាត្រូវការឲ្យយើងអូសម្រាមដៃ3ហើយអូសឲ្យរកសរសេរអក្សរ setting មកតទៅពីសរសេរអក្សរ setting យើង scroll វាមកឃើញហើយបាទនេះកន្លែង setting ហ្នឹងហើយបន្ទាប់មកយើងធ្វើការអូសវាបាទខ្ញុំថយមើលឲ្យចុះឲ្យអស់ហើយយើងចូលមើលសារថ្មីបាទយើងចូលពាក្យថា accessibility នេះបាទយើងចូលកន្លែងហ្នឹងហើយយើងរកពាក្យថា zoom បាទហើយយើងចុចទៅលើ zoom ហ្នឹងមកហើយបងប្អូនទាំងគ្នាកន្លែងឃើញពាក្យ zoom ហ្នឹងអាកន្លែងប៊ូតុងគេបើកពណ៌ត្រួយចេកហ្នឹងបាទតែស្ដាំដៃយើងចុចលើប៊ូតុងហ្នឹងមកបាទចុចបិទមកអានេះវាធម្មតាវិញបាទយើងអាចចុចបានធម្មតាវិញបាទ